សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វគ្គ Qualitative Research Methods សាជាថ្មីសប្តាហ៍នេះគឺសប្តាហ៍ទី4ហើយនៅក្នុងសប្តាហ៍នេះយើងនឹង review សប្តាហ៍ទី2ទី3បន្តិចបន្ទាប់មកយើងនឹងនិយាយពីប្រធានបទសំខាន់ប្រធានបទទី1គឺ variables យើងនឹងនិយាយគ្នាស៊ីជម្រៅអ្វីទៅដែលគេហៅថា variables ហើយនឹងសារៈសំខាន់របស់ variables នៅក្នុងការសិក្សាស្រាវជ្រាវប្រធានបទទី2របស់យើងគឺ causal explanations នៅក្នុង causal explanation នេះយើងនឹងនិយាយអំពីពីរ key term សំខាន់ key term ទី1គឺ causation key term ទី2គឺ correlation នៅក្នុងការសិក្សាស្រាវជ្រាវ key term ទាំងពីរនេះច្រើនតែច្រឡំគ្នាអញ្ចឹងយើងនឹងសិក្សាឲ្យបានច្បាស់លាស់នៅថ្ងៃនេះនៅក្នុងសប្តាហ៍ទី4នេះដើម្បីកុំឲ្យមានភាពច្រឡំហើយនឹងជួយឲ្យអ្នកទាំងអស់គ្នាមានភាពច្បាស់លាស់ដូចគ្នានៅក្នុងការសរសេរឥឡូវយើង review សប្តាហ៍ទី2ទី3បន្តិចចឹងប្រហែលសប្តាហ៍កន្លងមកនេះយើងនិយាយគ្នាច្រើនទៅលើ research structure ដដែលទេដែលយើងបានឃើញអញ្ចឹងទី1យើងមាន abstract របស់យើងទៅ abstract ប្រហែលជា300ទៅ500ពាក្យយើងត្រូវមាន introduction ហើយនៅក្នុង introduction យើងអាចពិភាក្សាពីអ្វីដែលយើងបានដឹងនៅក្នុង literature ហើយនឹងអ្វីដែលយើងមិនទាន់បានដឹងនៅក្នុង literature នៅក្នុងនេះគឺយើងត្រូវឲ្យមានអ្វីដែលយើងហៅថា research puzzle and research question បន្ទាប់មកយើងត្រូវមាន framework ទី4 methodology and methods ទី5 findings and discussion ចុងក្រោយគឺ conclusion នេះគឺជា recommended research structure បងប្អូនឬក៏អ្នកទាំងអស់គ្នាអាច adapt វាទៅតាមការយកឃើញរបស់អ្នកទាំងអស់គ្នាទៅតាមហ្នឹងយើងក៏បាននិយាយគ្នាដែររវាងភាពខុសប្លែកគ្នាអ្វីដែលយើងហៅថា research method and research methodology នេះគឺជា graphic ដែលយើងបានក្លែកមើលកន្លងមកគឺថាបើយើងមើលទៅមើល method គឺយើងសំដៅទៅលើ specific techniques or procedures to collect data and analyze data គឺតែប៉ុណ្្នឹងឯងក៏ប៉ុន្តែ methodology វាជា strategy and rationale behind the research យើងចង់សំដៅទៅលើ quantitative qualitative or mix អញ្ចឹង qual or mix គឺយើងសំដៅទៅលើ methodology ចំណែក methods វិញបើយើងនិយាយពី data collection ហ្នឹងវាអាចមាន survey interview experiments observation case study so on and so forth អាហ្នឹងគេសំដៅទៅលើ method អញ្ចឹងនេះគឺជាភាពខុសប្លែកគ្នាខ្លីរវាងអ្វីដែលយើងហៅថា methods and methodology យើងក៏បានកលេចមើលទៅវិធីសាស្ត្រមួយថាតើយើងសួរសំណួរបែបម៉េចនៅក្នុងការសិក្សាស្រាវជ្រាវក៏ប៉ុន្តែមុននឹងយើងឆ្លើយថាយើងសួរសំណួរបែបម៉េចនៅក្នុងការសិក្សាស្រាវជ្រាវហ្នឹងគឺជាបឋមគឺយើងត្រូវសួរសំណួរនេះសិនថា what do you want to know right what do you want to know តកតងទៅនឹង what do you want to know យើងមាន verb view ចំនួន4ណាយើងមាន verb view ចំនួន4ដែលអ្នកទាំងអស់គ្នាអាចពិចារណាបានតើអ្នកទាំងអស់គ្នាចង់ជ្រើសរើសមួយណាសម្រាប់ការសិក្សាស្រាវជ្រាវរបស់អ្នកទាំងអស់គ្នាយើងទី1យើងមាន positivism ទី2 interpretivism ទី3 critical theory ទី4 normative theory ដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុង slide អញ្ចឹង verb view នីមួយៗគឺនាំឲ្យអ្នកទាំងអស់គ្នាសួរសំណួរផ្សេងឧបមាទៅដូច positivist verb view អញ្ចឹងនៅក្នុងនេះឧបមាទៅបើយើងមើលកន្លែង research purpose I want to explore the role of policy experts in shaping public opinion on the climate crisis. Research question can policy experts in climate change affect public support for a particular time being អញ្ចឹងបើយើងសួរបែបហ្នឹងវាជា positive verb view interpretive verb view យើងមានការសួរបែបផ្សេងណា critical theory verb view យើងមានការសួរបែបផ្សេងហើយ normative theory verb view យើងមានការសួរបែបផ្សេងអញ្ចឹងសរុបជារួមនេះគឺជា verb view ទាំង4ដែលយើងបានផ្ដោតជាសំខាន់ក្នុងសប្តាហ៍ទី2សប្តាហ៍ទី3នៅក្នុងត្រង់ចំណុចនេះគឺខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាជ្រើសរើសមួយ
overview ដើម្បីជួយសម្រួលនៅក្នុងការសួរសំណួររបស់អ្នកទាំងអស់គ្នានៅក្នុងmaster program នេះបាទអញ្ចឹងនេះគឺជា for overview ដែលយើងបានកលេចមើលមិញណាសប្តាហ៍ទី2ទី3គឺយើងបានកលេចមើល research puzzle research question ហើយនៅក្នុងហ្នឹងគឺយើងបានពិភាក្សាគ្នាច្រើនដែរតាក់ទងជាមួយនឹង research puzzle research question អញ្ចឹងសូមទាំងអស់គ្នាអាចមើល slide សប្តាហ៍ទី2ទី3បានណាដើម្បីជាការ review ទៅលើប្រធានបទហ្នឹងអញ្ចឹងសរុបមកវិញថ្ងៃនេះគឺប្រធានបទសំខាន់គឺ variables and causation and versus correlation ឥឡូវជាបឋមយើងមើលvariable សិនណាមើល variable សិនពាក់ព័ន្ធជាមួយនឹង variable យើងមាន3សំណួរសំខាន់ទី1ស្អីគេជា variable នៅក្នុង research ទី2អ្វីដែលយើងអាចចាត់ទុកថាជា variable បានហើយសំណួរទី3សំខាន់ហ្នឹងគឺមូលហេតុអីបានជាមានសារៈសំខាន់នៅក្នុងការសិក្សា variable នៅក្នុងការសិក្សាស្រាវជ្រាវឥឡូវយើងមើលសំណួរទី1សិន What is a variable in research ណាចឹងយើងអានទាំងអស់គ្នាបន្តិចទៅនៅក្នុង slide នេះ In qualitative research a variable refers to any characteristic trait or attribute that can vary or change Unlike quantitative research where variables are often measured numerically qualitative research focuses on the meanings experiences and interpretations associated with these variables ចឹងនៅក្នុងន័យសំខាន់គឺថា variable វាជាចរិតលក្ខណៈមួយវាជាចរិតលក្ខណៈមួយនៅក្នុងការសិក្សាស្រាវជ្រាវប៉ុន្តែបើសិនជាយើងកលេចមើលពីភាពខុសប្លែកគ្នារវាងការសិក្សាស្រាវជ្រាវបែប quantitative ហើយនឹងការសិក្សាស្រាវជ្រាវបែប qualitative យើងឃើញថា variable លក្ខណៈខុសគ្នាបើសិនជា variable នៅក្នុង quantitative វាមានលក្ខណៈជាតួលេខវាមានលក្ខណៈជាតួលេខក៏ប៉ុន្តែ variable នៅក្នុង qualitative វិញវាមានលក្ខណៈជា meanings វាជាអត្ថន័យអ្វីមួយឬក៏វាជាបទពិសោធន៍អ្វីមួយឬក៏វាជាការបកស្រាយអ្វីមួយដែលវាពាក់ព័ន្ធជាមួយនឹង variable អានេះគឺជា general definition of a variable តិចទៀតយើងនឹង go to specific to be specific យើងមាន5ប្រភេទនៃ variable ការពិត variable វាមានច្រើនប្រភេទទៅតាមការសិក្សាស្រាវជ្រាវផ្សេងៗគ្នានៅក្នុងនេះខ្ញុំដាក់តែ5ប្រភេទមកពីព្រោះ variable ទាំងអស់នេះវាពាក់ព័ន្ធជាមួយនឹងការសិក្សាស្រាវជ្រាវជាពិសេសនៅក្នុង IR របស់យើងដូច្នេះហើយទើបខ្ញុំដាក់ត្រឹមតែ5 variable នេះឥឡូវយើងក៏លេខមើល variable ទី1គេហៅ independent variable ទី2 dependent variable ទី3 intervening variable ទី4 extraneous variable ទី5 confounding variable ឥឡូវយើងចាប់ផ្ដើមមើល variable ទី1ណា independent បាទសូមអធិស្ឋានទាំងអស់គ្នាមានកំហុសបច្ចេកទេសបន្តិចបាទអញ្ចឹងយើងក៏លេខមើលសារថ្មីវិញគឺនៅក្នុងឧទាហរណ៍ដដែលគឺ impact of economic sanctions on a country political behavior ជាងនៅក្នុងករណីនេះយើងអាចនិយាយបានជារួមថា implementation of sanction ហ្នឹងគឺវាមាន effects on a country political behavior អញ្ចឹង in the implementation of sanction នេះវាគឺជា independent variable វាជា cause right វាជា cause ហើយ effect នៅក្នុងករណីនេះគឺ change in the country diplomatic relations or political stability អ្វីដែលយើងអាចសន្មតជារួមបានហ្នឹងគឺថាការប្រែប្រួលនៅ political behavior of a country វាអាស្រ័យទៅលើ the implementation of sanction តែនេះវាអាស្រ័យទៅលើ implementation of sanction ដូច្នេះហើយបានជាយើងថា dependent variable នៅក្នុងឧទាហរណ៍មួយនេះគឺ change in the country diplomatic relations or political stability ហើយ independent variable នៅក្នុងករណីនេះគឺimplementation of economic sanction នេះគឺជា2 variable ទី1 independent variable យើងចាត់ទុកថាវាជា cause dependent variable យើងចាត់ទុកថាវាជា effect ប្រភេទ variable មួយទៀតគេហៅថា intervening variable ឥឡូវយើងអានបន្តិចទៅណា Also known as a mediating variable, it explains the process through which the independent variable influences the dependent variable. It acts as a bridge in the causal pathway. ចឹង intervening variable ហ្នឹងវាដូចជា
bridge មួយដែល connect independent variable ទៅ dependent variable វាជា bridge នៅក្នុងករណីយ៉ាងម៉េចឥឡូវយើងមកឧទាហរណ៍ដូចគ្នាអញ្ចឹងឧទាហរណ៍ដដែលមិញដែលយើងនិយាយពី impact of economic sanction on a country political behavior នេះយើងអានឧទាហរណ៍ទាំងអស់គ្នាបន្តិចបាន In the sanctions example, public opinion could be an intervening variable, as sanctions might alter public sentiment, which in turn affects political behavior. អញ្ចឹងអ្វីដែលយើងឃើញគឺថាបើឧទាហរណ៍មុនគឺវា direct មានន័យថា independent variable direct ទៅ dependent variable ដោយអត់មានអ្វីទាំងអស់នៅក្នុងឧទាហរណ៍មុនតែសម្រាប់ឧទាហរណ៍មួយនេះវិញបើសិនជាយើងដាក់ intervening variable យើងមាន intervening variable ច្រើនក៏ប៉ុន្តែនេះគ្រាន់តែជាឧទាហរណ៍មួយគេថាបើសិនជាយើងដាក់ public opinion ចូលអញ្ចឹងកាលណាយើងមានការអនុវត្ត sanction ទៅវាជាឥទ្ធិពលទៅលើpublic opinion មានន័យថាប្រជាជនគេគិតយ៉ាងម៉េចដែរចំពោះការដាក់economic sanction បែបហ្នឹងអញ្ចឹងការគិតរបស់ប្រជាជនវាអាចប៉ះពាល់ទៅដល់ political behavior of a certain country ដូច្នេះហើយintervening variable ហ្នឹងវា influences the dependent variable នៅក្នុងករណីហ្នឹងអញ្ចឹងនៅក្នុងន័យនេះ independent variable កើតមានហើយ intervening variable យើងដាក់ចូលកណ្ដាលមកវា influences dependent variable អញ្ចឹងសរុបជារួម intervening variable វាដូចជា bridge មួយអញ្ចឹងដែលវា influence the process ណាវា influence the process variable មួយផ្សេងទៀតយើងហៅ extraneous variableនេះ it's quite interesting ប៉ុន្តែក៏យើងត្រូវសិក្សាស្វែងយល់វាដែរឥឡូវយើងមើលទាំងអស់គ្នាបន្តិច these variables that are not of primary interest but could influence the dependent variable. They should be controlled or accounted for to avoid skewed results. ឧបមាថាឧទាហរណ៍ដដែល the impacts of economic sanction on a country political behavior អ្វីដែលយើងអាចចាត់ទុកបានថាជា extraneous variable ឧទាហរណ៍ដូចជា economic conditions, historical context or external events like natural disaster អាចជា extraneous variables បាននៅក្នុងករណីនេះពីព្រោះអីបើសិនជាមានព្រឹត្តិការណ៍នឹងកើតឡើងឧទាហរណ៍ណាបើសិនជាមានព្រឹត្តិការណ៍នឹងកើតឡើងអញ្ចឹងវាធ្វើឲ្យមានការប្រែប្រួលទៅលើ dependent variable វាមានការប្រែប្រួលទៅលើ political behavior ដូច្នេះហើយនៅពេលដែលយើងធ្វើការសិក្សាស្រាវជ្រាវនៅក្នុងករណីនេះក៏យើងត្រូវកំណត់ថាកត្តាណាខ្លះដែលយើងចាត់ទុកថាជា extraneous variable ហើយកត្តាទាំងអស់នោះឯងយើងសន្មតថាវាអត់ជះឥទ្ធិពលមកលើការសិក្សាស្រាវជ្រាវយើងទេមានន័យថាយើង accounted for មានន័យថាយើង control វាយើងនិយាយថាទោះបីវាកើតឡើងក៏ដោយវាមិនកើតឡើងក៏ដោយក៏យើងអត់យកវាមកសិក្សាដែរមូលហេតុដែលយើងអត់យកវាមកសិក្សាពីព្រោះយើងអត់ចង់ឲ្យកត្តាទាំងអស់ហ្នឹងដែលកើតឡើងដោយយើងមិនបានគិតទុកជាមុនហ្នឹងវាជាឥទ្ធិពលទៅលើ dependent variable ណាវាជាឥទ្ធិពលទៅលើ dependent variable ដូច្នេះហើយយើងត្រូវ control វាណាយើងត្រូវ control វាអានេះហើយគេហៅថា extraneous variable ចុងក្រោយគឺ confounding variable តោះយើងអានបន្តិចទាំងអស់គ្នា A confounding variable is a type of extraneous variable that correlates with both the independent and dependent variables, potentially misleading the results and interpretations ឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ដដែលទេគឺ the impact of economic sanction on a country political behavior. If a study finds that sanctions lead to political change, but it turns out that these changes coincide with a global economic downturn, the economic conditions could be a confounding variable that influences both the implementation of sanction and political responses. ចឹងសរុបជារួម confounding variable ហ្នឹងវាជាប្រភេទមួយនៃ extraneous variable ដែរចឹងកាលណាវាកើតមានវា influence ទាំង independent variable ផងវា influence ទាំង dependent variable ផងចឹងយើងធ្វើម៉េចចឹងអ្វីដែលយើងអាចធ្វើបានគឺយើងត្រូវបញ្ជាក់ប្រាប់ឲ្យច្បាស់ថាបើសិនជាមាន confounding variable កើតឡើងទេនៅក្នុង
ការសិក្សាស្រាវជ្រាវរបស់យើងនេះគឺយើងអត់ take it into analysis បែប analysis ទេដូច extraneous variable ដែរយើងអត់ take into analysis ដោយសារអីដោយសារវាអាចធ្វើឲ្យការសិក្សាស្រាវជ្រាវយើងមានភាពមិនច្បាស់លាស់ពីព្រោះអ្វីដែលយើងចង់សិក្សាគឺ independent variable ម្ដងទៀត the impact of economic sanction ទៅលើ country's political behavior ដែលយើងចាត់ទុកថាជា dependent variable យើងគ្រាន់តែចង់សិក្សាតែប៉ុណ្្នឹងទេណាយើងចង់សិក្សាតែប៉ុណ្្នឹងអញ្ចឹងបើសិនជាក្នុងកំឡុងពេលដែលការសិក្សារបស់យើងនឹងវាមាន variable ផ្សេងកើតមានដូចជា extraneous variable ដូចជា confounding variable បែបនេះវាធ្វើឲ្យលទ្ធផលដែលយើងនឹងទទួលបានហ្នឹងគឺមានភាពមិនច្បាស់លាស់ដូច្នេះហើយបានភាសាអង់គ្លេសគេថា you need to account for extraneous and confounding variables បើមិនអញ្ចឹងទេវាធ្វើឲ្យលទ្ធផលរបស់យើងមិនទទួលបានផ្លែផ្កានេះទេអញ្ចឹងសរុបមកវិញយើងមាន5ប្រភេទនៃ variables យើងនិយាយគ្នាមិញហ្នឹងគឺយើងមាន independent variable dependent variable intervening variable extraneous variable and confounding variable ឥឡូវបើសិនជាយើងក៏លេខមើលឧទាហរណ៍ទាំងអស់គ្នាវិញthe impact of diplomatic engagement with China on regional security in Southeast Asia ឥឡូវដោយសារតែយើង online វីដេអូ recording បែបនេះទាំងអស់គ្នាអាចគិតបន្តិចថាតើអ្វីយើងអាចចាត់ទុកបានថាជា independent variable អ្វីយើងចាត់ទុកថាជា dependent variable intervening variable extraneous and confounding variable នៅក្នុងប្រធានបទមួយនេះហើយសូមទាំងអស់គ្នា pause មិនតិចទៅហើយទៅសេចូលមើលថាតើ variable ទាំង5ប្រភេទនេះអាចជាអ្វីបន្ទាប់មកសូមplay វាម្ដងទៀតហើយដើម្បីមើលចម្លើយតោះយើងមើលចម្លើយទាំងអស់គ្នាអញ្ចឹងចម្លើយវាអាចចេញជាទម្រង់បែបនេះ IV នេះគឺ independent variable DV dependent variable interV ហ្នឹងគឺ intervening variable extra V ហ្នឹងគឺ extraneous variable count F ហ្នឹង V ហ្នឹងជា confounding variable ឥឡូវយើងមើលទាំងអស់គ្នាណាអានតិចទៅវារៀងវែងរៀងច្រើនដែរណាយើងមើល IV មុនចឹង IV នៅក្នុងឧទាហរណ៍ខាងលើហ្នឹងគឺ the level of diplomatic engagement យើងមានដូចជា high level meetings treaties and trade agreements that a Southeast Asian country has with China ដូច្នេះអានេះយើងចាត់ទុកថាវាជា EV អញ្ចឹង researcher examine how varying levels of engagement influence regional security dynamic អញ្ចឹងសរុបជារួម independent variable នៅក្នុងឧទាហរណ៍ហ្នឹងគឺ the level of diplomatic engagement ដល់ពេល DV វិញអញ្ចឹង DV វាអាស្រ័យទៅលើ IV តើនេះ DV វាអាស្រ័យទៅលើ IV តើ DV នៅក្នុងករណីហ្នឹងគឺអី The perception of regional security among Southeast Asian nations អាហ្នឹងគឺ DV អា perception ហ្នឹងគឺវាអាស្រ័យទៅលើ the level of diplomatic engagement នៅក្នុង IV អញ្ចឹង the perception of regional security among Southeast Asian nations ជា DV and this could be measured through surveys or analysis of security cooperation and conflict levels in the region ចុះ intervening variable អាចមានរូបរាងយ៉ាងម៉េច intervening variable វាអាចមានរូបភាពច្រើនឥឡូវយើងមើលទាំងអស់គ្នាទៅ the level of military cooperation between Southeast Asian countries អាចជា intervening variable មួយបានដែរអញ្ចឹង increased diplomatic engagement with China may lead to enhanced military collaboration among Southeast Asian nations to counterbalance China's influence, affecting their collective security perceptions. Right? ដល់ពេល extraneous variable វិញវាអាចមានរឿងច្រើននៅក្នុងហ្នឹងឧទាហរណ៍ដូចជា global geopolitical trends such as the US-China relations or changes in international law regarding maritime disputes. So these factors could influence both the level of diplomatic engagement with China and perceptions of regional security, but are not the primary focus of the study. អញ្ចឹងនៅពេលដែលយើងទៅសេយើងត្រូវបញ្ជាក់ឲ្យច្បាស់ថា extraneous variable បែបនេះណា global geopolitical trends
or changes in international law regarding maritime disputes គឺយើងអត់យកមកធ្វើការសិក្សាទេយើងត្រូវបញ្ជាក់ឲ្យច្បាស់អញ្ចឹងវាអាចជា extraneous variables confounding variable something like the presence of non-state actors such as militant groups or transnational organizations if these groups create security threats in the region they could simultaneously affect diplomatic engagement with China and regional security perceptions acting as a confounding variable ដូចគ្នាដែរយើងត្រូវបញ្ជាក់ឲ្យច្បាស់ថាកត្តាទាំងអស់នេះគឺយើងអត់យកមកសិក្សាទេអញ្ចឹងអ្វីដែលយើងចង់សិក្សាហ្នឹងគឺ the level of diplomatic engagement ដែលយើងហៅថា independent variable and dependent variable the perception of regional security among Southeast Asian nation អញ្ចឹងអានឹងតើយើងឲ្យច្បាស់នៅក្នុងករណីហ្នឹងទើបយើងមានការសិក្សាស្រាវជ្រាវមួយមានភាពស៊ីជម្រៅហើយមានភាពច្បាស់លាស់ឥឡូវយើងបាននិយាយគ្នាអំពីអ្វីដែលយើងហៅថា variable ណាទាំង5ប្រភេទនៃ variable អញ្ចឹងសំណួរបន្ទាប់ទៀតអ្វីដែលយើងអាចចាត់ទុកថាជា variable នៅក្នុង IR qualitative research តើអ្វីខ្លះដែលយើងអាចចាត់ទុកថាវាជា variable បានការពិតទៅយើងអាចចាត់ទុករឿងជាច្រើនជា variable នៅក្នុង IR qualitative research អញ្ចឹងនៅក្នុងនេះគឺមាន7យើងមាន political variable economic variable social variables cultural variable historical variable institutional variable and geopolitical variable ឥឡូវយើងក៏លេខមើលរឿងទី1សិនគេហៅ political variable ឥឡូវ political variable it looks like this for example only ណា actions taken by states in international context right choices made by governments that affect international relations ចឹង actions taken by states choices made by governments that affect international relations អានេះយើងចាត់ទុកថាវាជា political variables ឧទាហរណ៍ដូចជា the decision of the United States to withdraw from the Paris Agreement on climate change in 2017 reflecting a shift in its international environmental policy ចឹងវាជា variable មួយការសមាជិករបស់សហរដ្ឋអាមេរិកដកខ្លួនចេញពី Paris Agreement ទាក់ទងនឹង climate change គឺជា variable មួយអានេះប៉ុន្តែ variable បែបនេះយើងហៅថា political variable ចុះ economic variable ឥឡូវបើ economic variable it looks like this right you can take a look at dynamics of commerce between two countries or measures imposed to influence state behavior ឧទាហរណ៍ដូចជា trade war between the US and China where tariff was imposed on various goods affecting bilateral economic ties ចឹងអានេះវាជា economic variables ដូចគ្នាមុនមិញ political variable ទី2 economic variable ទី3 social variable for example how a country perceives itself and its place in the world or attitudes of citizens regarding foreign policy issues អានេះយើងចាត់ទុកវាជា social variables ឧទាហរណ៍នៅក្នុងនេះ the rise of nationalism in countries like Hungary where the government emphasizes a unique national identity in its foreign policy ចឹងយើងចាត់ទុកថា the rise of nationalism in Hungary for example វាជា social variable មួយដែលយើងអាចយកមកសិក្សាបានដូចគ្នាដែរទី4 cultural variables something like stories and beliefs that shape a nation's worldview right the influence of religious beliefs on political actions and international relations ចឹងរឿងទាំងអស់នេះយើងចាត់ទុកជា cultural variable ឧទាហរណ៍ដូចជា the emergence of a distinct Thai identity that influences Thailand's foreign policy right especially in its relation with neighboring countries like Myanmar and Laos អញ្ចឹងការដែលយល់ថាថៃហ្នឹងវាមាន identity មួយដែលល្អដែលប្លែកជាងគេហ្នឹងវាអាច influence ទៅលើ Thai foreign policy ទៅលើ Myanmar ទៅលើ Laos ហ្នឹងវាជា cultural variable មួយដែលយើងអាចយកមកសិក្សាបានដែរទី5 historical variable for example the effects of colonialism on contemporary international relationships past wars or disputes that influence current relation ឧទាហរណ៍ the enduring effects of British colonialism in Malaysia and Singapore particularly in shaping ethnic relations and political structures
The legacy of colonial policies has influenced contemporary issues such as ethnic favoritism, economic disparities, and tensions between the Malay majority and Chinese and Indian minorities in Malaysia. អញ្ចឹងវាមានរឿងប្រវត្តិសាស្ត្រហើយរឿងប្រវត្តិសាស្ត្រហ្នឹងវាជាឥទ្ធិពលទៅលើបញ្ហានៅក្នុងបច្ចុប្បន្នភាពរឿងប្រវត្តិសាស្ត្រយើងចាត់ទុកថាវាជា historical variable អានេះទី5ណា ទី6 institutional variables for example the role of entities like the UN or NATO in shaping state behavior, treaties and accords between states that affect their interactions អញ្ចឹងវាជាប្រភេទ institutional variable for example នៅក្នុងអាស៊ីអាគ្នេយ៍យើង the Association of Southeast Asian Nations and its role in promoting regional stability and cooperation through initiatives like the ASEAN Regional Forum អញ្ចឹងទូនទីរបស់ ASEAN នៅក្នុងការ promote regional stability and cooperation នេះគឺជា institutional variable មួយដែរចុងក្រោយ geopolitical variable for example a country's physical position influences its foreign policy interactions and relationship within a specific geographic area យើងមើលឧទាហរណ៍ជាក់ស្ដែងដូចជា the strategic importance of the South China Sea which is a vital shipping route influencing the foreign policies of China, the Philippines and other Southeast Asian countries in terms of security and resource claims អញ្ចឹងនេះគឺជាវារបស់ចុងក្រោយគេហៅ geopolitical វារបស់អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការសិក្សាស្រាវជ្រាវអ្នកទាំងអស់គ្នាធ្វើការរើស variable ដើម្បីធ្វើការសិក្សាស្រាវជ្រាវគឺអ្នកទាំងអស់គ្នាអាចកលេចមើល variable ទាំង7នេះបានពីព្រោះ variable នេះគឺសុទ្ធតែជារឿងសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិឥឡូវយើងនិយាយពីសារៈសំខាន់ព្រោះយើងនិយាយគ្នាច្រើនពីប្រភេទនៃ variable ហើយអ្វីដែលយើងអាចចាត់ទុកថាជា variable នៅក្នុង IR qualitative research សំណួរសំខាន់គឺថាមូលហេតុអីបានជាមានភាពចាំបាច់សម្រាប់យើងទាំងអស់គ្នាដែលជា IR scholar ដើម្បីស្វែងយល់ពី variable ទាំងអស់នេះតាមពិតទៅសារៈសំខាន់វាមិនមានច្រើនទេក៏ប៉ុន្តែ club គេហៅថាខ្លីតែ club ទី1គឺវាមានអ្វីដែលយើងហៅថា causal clarity នៅក្នុងបន្តិចទៀតនេះយើងនឹងនិយាយអំពី causation and correlation ប៉ុន្តែមុននឹងនិយាយនេះយើងត្រូវយល់ពីអ្វីដែលហៅថា causal clarity ឥឡូវយើងអានបន្តិចទៅទាំងអស់គ្នា understanding the roles of independent, dependent, intervening, extraneous and confounding variables helps researchers establish clear cause and effect relationships. This clarity is essential for making accurate conclusions about how different factors influence international interaction នៅក្នុងនេះគឺយើងត្រូវបញ្ជាក់ឲ្យច្បាស់ថាអ្វីបណ្ដាលឲ្យអ្វីកើតឡើងអ្វីដែលបណ្ដាលអ្វីកើតឡើងពីព្រោះពេលខ្លះយើងច្រឡំឧបមាថារឿងមួយកើតឡើងមិនប្រកាសថារឿងហ្នឹងវាបណ្ដាលឲ្យរឿងមួយទៀតកើតឡើងទេឧទាហរណ៍ថារឿង A កើតឡើងមិនប្រកាសថាបណ្ដាលឲ្យរឿង B កើតឡើងទេអញ្ចឹងអានេះគេហៅថា causal clarity អញ្ចឹងយើងត្រូវយល់ឲ្យច្បាស់តើពិតទេរឿង A បណ្ដាលឲ្យរឿង B កើតឡើងពិតទេដែលរឿង A បណ្ដាលឲ្យរឿង B កើតឡើងនេះហើយគេចង់បញ្ជាក់ពី causal clarity ទីទៀតយើងនឹងនិយាយដល់ causation អញ្ចឹងខ្ញុំចង់បញ្ជាក់ខ្លីតែប៉ុណ្្នឹងហើយបើយើងមើលឧទាហរណ៍ទាំងអស់គ្នា In examining the relationship between Cambodia's participation in the Regional Comprehensive Economic Partnership known as RCEP and its export growth, researchers need to clearly define RCEP participation, which is independent variable, and the growth rate of exports, which is dependent variable. In establishing this clarity helps determine whether joining RCEP directly contributes to increased exports or if other factors such as domestic economic policies or global market conditions also play significant role អញ្ចឹងទៅហ្នឹងគឺយើងត្រូវបញ្ជាក់ឲ្យច្បាស់ពិតទេការចូលរួមនៅក្នុង RCEP នេះបណ្ដាលឲ្យមានការនាំចេញកើនឡើងរបស់កម្ពុជាការ export
growth របស់កម្ពុជាពិតទេឬក៏ថាអូវាអាចការនាំចេញការឡើងរបស់កម្ពុជានេះវាអាចមកពី Cambodia's domestic economic policy ឬក៏អាចមកពី global market conditions ច្រើនជាងការដែលចូលរួមនៅក្នុង ASEP អញ្ចឹងនៅក្នុងករណីនេះយើងត្រូវ define ឲ្យច្បាស់អ្វីដែលជា independent variable ដែលបណ្ដាលឲ្យ dependent variable កើតមានការដែលយើង define ឲ្យច្បាស់បែបហ្នឹងគេហៅថា causal clarity ទី2យើងធ្វើឲ្យ research របស់យើងវាមានភាពជឿជាក់ Identifying these variables allows researchers to design studies that control for exogenous and confounding factors, right? And this leads to a more reliable and valid results, enhancing the overall quality of the research. ឥឡូវយើងមកឧទាហរណ៍ទាំងអស់គ្នា When studying the impact of Indonesia's foreign policy shift towards greater engagement with China on regional diplomatic relations, researchers should control for exogenous variables such as the influence of the US foreign policy in the region and changes in ASEAN collective stance អញ្ចឹងរឿងទាំងអស់យើងត្រូវ accounted for បានថាយើងត្រូវ control វា By accounting for these factors the study can more accurately assess whether Indonesia's engagement with China which is independent variable leads to changes in domestic relations with neighboring countries which is dependent variable without the result being influenced by this external political dynamic អញ្ចឹង again ដូចយើងនិយាយគ្នាខ្លីមុនមិញអញ្ចឹងបើសិនជាយើងអាច control exogenous and confounding factor បាននៅក្នុងការសិក្សាស្រាវជ្រាវរបស់យើងលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវរបស់យើងនឹងមានភាពជឿជាក់បានខ្លាំងជាងមុនដូច្នេះហើយបានជាការដែលយើងយល់ឲ្យច្បាស់អំពីប្រភេទនៃ variable នេះជួយឲ្យយើងទី1នេះគឺមាន causal clarity ទី2គឺយើងមានការសិក្សាស្រាវជ្រាវមួយដែលគួរឲ្យជឿជាក់ទី3ក៏អាចជួយឲ្យយើងពាក់ព័ន្ធជាមួយនឹងការបង្កើតគោលនយោបាយបានល្អដែរណាគោលនយោបាយបានល្អ For example insights from the understanding these variables can inform policy makers by recognizing how specific factors influence international relations policymakers can make more informed decisions that consider the broader context ដែរឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នា In analyzing the effects of ASEAN approach to Rohingya crisis in Myanmar, researchers can explore how the organization diplomatic strategies influence regional stability. Understanding the confounding variables such as domestic political pressures in member states and international humanitarian responses provides insights into the effectiveness of ASEAN's initiative. This analysis can help policymakers design more effective responses to similar crises by highlighting the importance of regional cooperation and the need for a unified stance among ASEAN countries to address humanitarian issues, thereby promoting stability and security in Southeast Asia. អញ្ចឹងបើសិនជាយើងជា policy maker ការដែលយើងដឹងពីរបបផ្សេងៗគ្នានេះក៏ជួយឲ្យយើងអាច formulate policies that are effective and relevant ដូចគ្នាដែរណាឥឡូវយើងបញ្ចប់ការពិភាក្សាទៅលើ variable តែប៉ុណ្ណេះបន្តទៀតយើងក៏លេខមើលប្រធានបទទី2របស់យើងគឺ causation and correlation ពាក្យពីរហ្នឹងក៏ពិតខុសគ្នាហើយយើងមានការភ័ន្តច្រឡំគ្នាមែនទែនថាតើអ្វីជា causation អ្វីជា correlation ឥឡូវយើងនឹងនិយាយគ្នាឲ្យច្បាស់នៅក្នុង session នេះមុននឹងយើងនិយាយដល់ causation យើងក៏លេខមើល correlation ជាមុនសិនអ្វីទៅគេហៅ correlation តាឥឡូវយើងអានទាំងអស់គ្នាបន្តិចណា Correlation refers to a statistical relationship between two variables where changes in one variable are associated with changes in another អញ្ចឹង key term នៅក្នុងនេះគេប្រើពាក្យថា associated with អញ្ចឹងគេអត់ប្រើពាក្យថា cause ទេណាវាមានភាពពាក់ព័ន្ធតែវាអត់បណ្ដាលឲ្យភាសាខ្មែរយើងគេថាពាក់ព័ន្ធនិងបណ្ដាលឲ្យអញ្ចឹង associated វាគ្រាន់តែពាក់ព័ន្ធទេតែវាអត់បណ្ដាលឲ្យទេណាឥឡូវយើងមើលប្រភេទរបស់ correlation វាមាន3ប្រភេទមួយគេហៅ positive correlation
ទី2 negative correlation ទី3គេហៅ zero correlation ឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នាវិញអ្វីគេហៅថា positive correlation ឥឡូវប្រធានបទរបស់យើងថា foreign aid and economic growth ឧទាហរណ៍ countries that receive substantial foreign aid often show improvements in their GDP growth rates អញ្ចឹងគេចង់មានន័យថាប្រទេសដែលទទួលបានជំនួយបរទេសច្រើនគេឃើញមាន GDP របស់ប្រទេសហ្នឹងកើតមានឥឡូវយើងមើល observation ទាំងអស់គ្នា As foreign aid increases many developing countries experience economic growth. This correlation suggests that increase in foreign aid is associated with better economic performance, although it does not necessarily imply causation. ចឹងទៅនឹងជារឿងសំខាន់មានន័យថាថ្មីត្បិតតែប្រទេសកំពុងអភិវឌ្ឍមួយចំនួនទទួលបានជំនួយបរទេសច្រើនពិតមែនក៏ប៉ុន្តែនៅពេលដែលគេប្រើពាក្យថា correlation នេះគឺគេមិនប្រកាសទេថាការទទួលបានជំនួយបរទេសច្រើននាំឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវាគ្រាន់តែវាមានភាព correlate តែប៉ុណ្ណឹងវាគ្រាន់តែមានភាព correlate ក៏ប៉ុន្តែវាមិនជាបុព្វហេតុបណ្ដាលឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនោះទេអញ្ចឹងអានេះគេហៅថា positive correlation negative correlation ឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នា military expenditure and social welfare spending ឧទាហរណ៍ in many countries an increase in military expenditure often correlates with a decrease in social welfare spending. Observation: as military budgets rise, social programs like healthcare or education may receive less funding, indicating a negative correlation between military spending and social welfare investment. អានេះវាជា correlation មួយគេចង់និយាយថានៅពេលដែលយើងចំណាយថវិកាជាតិច្រើនទៅលើយោធាកម្មវិធីសង្គមជាច្រើនដោយ education healthcare ហ្នឹងគឺមានការធ្លាក់ចុះពីព្រោះលុយភាគច្រើនទៅលើយោធាអាហ្នឹងគេហៅថា negative correlation ណា negative correlation ក៏ប៉ុន្តែការធ្លាក់ចុះទៅលើកម្មវិធីសង្គមដូចជា healthcare education ហ្នឹងក៏វាមិនអាស្រ័យទៅលើការចំណាយទៅលើ military អញ្ចឹងច្រើនដែរវាគ្រាន់តែថាវាជាភាព correlation តែប៉ុណ្ណោះហើយ correlation បែបនេះគេហៅថា negative correlation ចុងក្រោយ zero correlation ឥឡូវឧបមា it's quite a funny example shoe size and diplomatic relation ឥឡូវយើងមើលទាំងអស់គ្នាឧទាហរណ៍ there is no apparent relationship between the shoe sizes of a country's leaders and the quality of diplomatic relations with other countries, right? Observation: changes in the shoe size of political leaders do not correlate at all with changes in international diplomatic ties. ចឹងអាហ្នឹងវាជា zero correlation មានន័យថាទោះបីទំហំស្បែកជើងរបស់ថ្នាក់ដឹកនាំនោះធំប៉ុណ្ណាតូចប៉ុណ្ណាក៏ដោយក៏វាអត់មាន correlate ទៅគុណភាពនៃទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសដទៃដែរអញ្ចឹងអាហ្នឹងវា sort of like zero correlation អញ្ចឹងសរុបជារួម correlation នៅក្នុងនេះយើងមាន positive correlation negative correlation and zero correlation ឥឡូវយើងមើល causation វិញពីព្រោះ correlation វាគាត់តែមានភាពតាក់ទងគ្នាតែវាអត់បណ្ដាលឲ្យរឿងមួយកើតមានទេបើសិនជាយើងប្រើពាក្យថា causation គឺចេះ causation គឺវាបណ្ដាលឲ្យរឿងមួយកើតមានឥឡូវយើងអានទាំងអស់គ្នាឡើងវិញបន្តិច causation is the relationship between events or factors where one event the cause directly influences or brings about another event the effect ចឹងបើសិនជាយើងប្រើពាក្យ causation មានន័យថារឿងមួយកើតមានបណ្ដាលឲ្យរឿងមួយកើតមានណារឿងមួយកើតមានបណ្ដាលរឿងមួយកើតមានរឿង A កើតមានបណ្ដាលឲ្យរឿង B កើតមានអាហ្នឹងគេហៅ causation in other words causation implies that changes in one variable will result in changes in another variable this relationship is often categorized by three things one we call temporal precedence second we call covariation third we call non-spuriousness ចឹងនេះគឺជា characteristic ទាំង3របស់causation
ភេទនៃ causation យើងមានច្រើនប្រភេទមែនទែនឥឡូវយើងមើលone by one អញ្ចឹងនៅក្នុងនេះយើងមាន5ប្រភេទឯណោះប៉ុន្តែឥឡូវ it's a lot ប៉ុន្តែយើងនឹងព្យាយាម go through one by one ឥឡូវយើងមើលទី1ជាមុនសិនគេហៅថា direct and indirect causation ណា direct and indirect causation យើងមើល direct causation សិនអញ្ចឹង definition about direct causation this occurs when one event which is the cause directly leads to another event which is the effect without any intermediaries example a country declaration of war leads directly to military conflict អញ្ចឹង the act of declaring war is the direct cause of the ensuing hostilities អញ្ចឹងអានឹងវាផ្ទាល់ causation ផ្ទាល់យើងប្រកាសសង្គ្រាមការប្រកាសសង្គ្រាមនាំឲ្យមានចំនួនយោធាណាប្រកាសសង្គ្រាមហើយគឺវាយគ្នាមានចំនួនយោធាអាហ្នឹងគឺ direct causation ចុះ indirect causation ឥឡូវយើងមើល definition this involves a scenario where the cause influences the effect through one or more intervening variables ឥឡូវឧទាហរណ៍ economic sanctions imposed on a country indirectly lead to social unrest right social unrest ហ្នឹងគេចលាចលសង្គមThe sanctions may weaken the economy, which is the first effect, which then causes public dissatisfaction and protest. The second effect. ចឹងនៅក្នុងករណីនេះគឺគេហៅ indirect causation គេចង់និយាយថា economic sanction ដែលដាក់ទៅលើប្រទេសមួយបណ្ដាលឲ្យមាន social unrest មូលហេតុអីបានបណ្ដាលឲ្យមាន social unrest យើងមើលដល់កាលណាដាក់ economic sanction ទៅលើប្រទេសមួយជាបឋមធ្វើឲ្យប្រទេសនោះមានសេដ្ឋកិច្ចទន់ខ្សោយណា first effect តែកាលណាសេដ្ឋកិច្ចទន់ខ្សោយគឺប្រជាជនអត់សប្បាយចិត្តណាប្រជាជនអត់សប្បាយចិត្តនាំឲ្យមានការធ្វើការតវ៉ាប្រឆាំងអញ្ចឹងវាជា second effect អញ្ចឹងនៅក្នុងករណីនេះគឺគេហៅ indirect causation នេះគឺជាប្រភេទទី1 direct and indirect causation ទី2 necessary versus sufficient causation ឥឡូវយើងមើលអ្វីទៅគេហៅថា necessary causation definition a condition that must be present for the effect to occur but alone may not be enough to cause it for example democratic governance is necessary for the establishment of certain human rights protections but it is not sufficient on its own other factors like civil society engagement are also required necessary cause ហ្នឹងនិយាយសរុបជារួមកត្តាមួយហ្នឹងវាចាំបាច់ណា cause មួយហ្នឹងវាចាំបាច់ព្រោះគ្រាន់តែវាអត់គ្រប់វាចាំបាច់វាអត់គ្រប់វាធ្វើការកត្តាផ្សេងដើម្បីរួមផ្សំបញ្ចូលគ្នាពី3កត្តាផ្សេងទៀតដើម្បីធ្វើឲ្យមានការកើតឡើងនៅរឿងមួយដូចនៅក្នុងឧទាហរណ៍នេះគេចង់និយាយថាការបង្កើតនៅការការពារសិទ្ធិមនុស្សនេះវាទាមទារឲ្យមាន democratic governance ហើយក៏ប៉ុន្តែ democratic governance ហ្នឹងវាអត់ទាន់គ្រប់គ្រាន់ទេវាចាំបាច់តែវាអត់ទាន់គ្រប់គ្រាន់វាត្រូវមានការចូលរួមពី civil society វាទាមទារការចូលរួមពីប្រជាពលរដ្ឋវាទាមទារការចូលរួមពីរដ្ឋាភិបាលដែរអញ្ចឹងការចូលរួមកត្តាផ្សេងគ្នាទើបនាំឲ្យមានការបង្កើតនៅការការពារសិទ្ធិមនុស្សអញ្ចឹងទី1គេហៅ necessary cause វាចាំបាច់តែវាអត់គ្រប់គ្រាន់ sufficient cause ឥឡូវយើងមើល sufficient cause a condition that can produce the effect on its own អញ្ចឹងមានថាវាជាលក្ខខណ្ឌមួយដែលវាអាចបណ្ដាលឲ្យeffect កើតឡើងដោយខ្លួនឯងដោយមិនចាំបាច់មានកត្តាផ្សេងទេវាផ្ទុយពី necessary cause ឥឡូវយើងមើលទាំងអស់គ្នា The signing of a peace treaty can be sufficient to end hostilities in a conflict if both parties agree to the treaty it can directly lead to the cessation of conflict អញ្ចឹងទៅនឹងយើងងាយយល់ទេបើសិនជាភាគីចំនួនឧទាហរណ៍នៅក្នុងសង្គ្រាមភាគីចំនួនហ្នឹងយល់ព្រមចុះសន្ធិសញ្ញាសន្តិភាពតែកណ្ដាលចុះសន្ធិសញ្ញាសន្តិភាពហើយគឺបញ្ចប់សង្គ្រាមទៅណាបញ្ចប់សង្គ្រាមអញ្ចឹងការចុះសន្ធិសញ្ញាសន្តិភាពនឹងឯងវាជា sufficient cause ហើយគាត់តែចុះភ្លាមយើងអាចបញ្ចប់សង្គ្រាមភ្លាមបានអញ្ចឹងនេះគឺ sufficient cause អញ្ចឹងចំណុចទី2គេ necessary versus sufficient causation ទី3 proximate versus distal causation
lấy dùng bơ tí mùi sân proximate cause definition the immediate cause that leads directly to the effect example a specific military attack like an airstrike that leads to retaliatory response from another nation is a proximate cause of escalating tension អញ្ចឹងអាហ្នឹងមិនពិបាកយល់ទេមានន័យថា immediate cause that leads directly to the effect បើរឿងនឹងកើតមានភ្លាមវាបណ្ដាលឲ្យរឿងមួយទៀតកើតមានដែរ distal cause definition a more remote cause that contributes to the effect often involving a chain of events ឥឡូវឧទាហរណ៍ historical grievances between two nations can be a distal cause of a current conflict for example lingering resentment from a colonial past may lead to contemporary disputes over territory អញ្ចឹង distal cause ហ្នឹងវាជា remote cause អមតារឿងមួយចំនួនដែលកើតមាននៅក្នុងអតីតកាលឧទាហរណ៍ណាឧបមាថាចំនួនរវាងកម្ពុជាថៃអញ្ចឹងចុះចំនួនកម្ពុជាថៃបច្ចុប្បន្នភាពហ្នឹងវាមានកត្តាប្រវត្តិសាស្ត្រហើយកត្តាប្រវត្តិសាស្ត្រហ្នឹងវាកើតឡើងម្ដងមួយអញ្ចឹងណាគេហៅ a chain of events វាកើតឡើងម្ដងមួយមកវានាំឲ្យមានចំនួននៅក្នុងបច្ចុប្បន្នភាពវាអាចមានចំនួនក្នុងបច្ចុប្បន្នភាពអញ្ចឹងអ្វីដែលកើតឡើងឆ្ងាយនៅក្នុងអតីតកាលនឹងឯងគេហៅថា distal cause អញ្ចឹងទីប្រភេទមួយទៀតហ្នឹងគឺ proximate versus distal causation ទី4 single versus multiple causation អ្វីទៅជា single អ្វីទៅជា multiple causation ឥឡូវយើងមើល single causation សិន definition one cause leads directly to one effect វាស្តីងតាមមុនដែរមិនសូវជាខុសគ្នាប៉ុន្មានទេគ្រាន់តែការប្រើពាក្យពេចន៍នឹងវាមានលក្ខណៈខុសគ្នា For example a single economic crisis lead to the collapse of a government can be seen as a case of single causation ណាអញ្ចឹង a single economic crisis គ្រាន់តែមានវិបត្តិសេដ្ឋកិច្ចពុបវានាំឲ្យមានការដួលរលំរបស់រដ្ឋាភិបាលអញ្ចឹងអានេះគ្រាន់តែ single causation leads to the collapse of government អញ្ចឹងគ្រាន់តែ cause តែមួយឯងណា cause តែមួយនាំឲ្យមានeffect multiple causation several causes contribute to an effect often interacting in complex ways អញ្ចឹងអានេះមានន័យថាវាមាន cause ជាច្រើនកើតមានទើបបណ្ដាលឲ្យមាន effect មួយណា cause ជាច្រើនកើតមានទើបបណ្ដាលមាន effect មួយ For example the outbreak of civil war in a country may result from multiple factors including ethnic tensions economic inequality and political repression all interacting to create a volatile situation អញ្ចឹងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមួយវាបណ្ដាលមកពីកត្តាច្រើនមែនទេវាមាន ethnic tension economic inequality political repression ចឹងទៅអញ្ចឹងកត្តាទាំងអស់នឹងឯងគេហៅថា multiple causes right multiple causes ហើយ multiple causes នេះវានាំឲ្យតែ effect មួយទេគឺ the outbreak of civil war អញ្ចឹងនេះគឺជាប្រភេទទី4ប្រភេទទី5 causal chains and networks ទី1យើងមើលលើ causal chain សិន causal chain មានន័យថាម៉េច a sequence of events where each cause leads to the next effect sequence of events where each cause leads to the next effect for example a government's decision to reduce public spending leads to increased unemployment which then causes social unrest ultimately resulting in regime change អញ្ចឹងអាហ្នឹងវាមាន sequence of event ទី1គឺ reduce public spending នាំឲ្យមាន unemployment កើនឡើង unemployment កើតឡើងនាំឲ្យមាន social unrest ចលាចលសង្គមហើយចលាចលសង្គមគឺនាំឲ្យមានការផ្លាស់ប្ដូររបស់ regime change អញ្ចឹងអាហ្នឹងគេហៅ sequence of events ម្យ៉ាងទៀតគេហៅថា causal chain causal network a complex web of interrelated causes and effects where multiple factors may influence one another ឥឡូវយើងមើលឧទាហរណ៍ climate change can influence migration patterns which in turn can lead to geopolitical tensions and conflict in receiving countries here
numerous variables are interconnected, creating a network of causation affecting global stability ចឹងវាគ្រាន់តែជា causal network ទេចឹងឧបមាថាបើរឿង climate change ដែលកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកប្រហែលឆ្នាំមុនហ្នឹងនាំឲ្យមានគេហៅ massive migration ពីអាហ្វ្រិកមកអឺរ៉ុបចឹងកាលណាវាមាន massive migration ពីអាហ្វ្រិកមកអឺរ៉ុបហ្នឹងវាអាចនាំឲ្យមានភាពតានតឹងគ្នានៅក្នុងទ្វីបអឺរ៉ុបថាអូ Germany គួរតែយកច្រើនណា Hungary គួរតែយកច្រើនហើយបណ្ដាប្រទេសមួយចំនួនទៀតគួរតែយក migrant ច្រើនមកពីក្នុងអាហ្វ្រិកចឹងអាហ្នឹងវា cause ឲ្យមានភាពតានតឹងគ្នាតាមរយៈមានការប្រែប្រួលទៅលើ migration pattern ដែលមកដល់ពី climate change អាហ្នឹងគេហៅ causal network ចឹងសរុបមកវិញគឺប្រភេទនៃ causation គឺមានតែប៉ុណ្្នឹងចឹងសំណួរមួយដែលយើងត្រូវចោទសួរថាមូលហេតុអីបានជាសំខាន់ណាមូលហេតុដែលបានជាសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវ causation នេះស្វែងយល់ឲ្យស៊ីជម្រៅទៅលើ causation យើងមានហេតុផលចាំបាច់2សំខាន់ដើម្បីឲ្យយើងសិក្សាស្វែងយល់ពី causation ទី1 recognizing the difference between causation and correlation គឺមានសារៈសំខាន់ For example if two countries experience increased trade and simultaneously see improved relations it's crucial to determine whether trade is causing the improved relations or both are influenced by a third variable like for example shared democratic values right Understanding causation allows researchers to clarify these dynamics and avoid misleading conclusions ចឹងយើងត្រូវយល់ឲ្យច្បាស់ថាឃើញទំនាក់ទំនងប្រទេសពីរល្អប្រសើរហ្នឹងយើងអាចថាដោយសារតែការរស់ស៊ីជួញដូរមួយគ្នាល្អប្រសើរឬក៏វាអាចមកពីកត្តាមួយផ្សេងទៀតឥឡូវឧទាហរណ៍ដូចប្រទេសចិននិងប្រទេសវៀតណាមចឹងចិននិងវៀតណាមគឺរស់ស៊ីមួយគ្នាច្រើនមែនទែនគឺជំនួញពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានទំហំទឹកប្រាក់ច្រើនមែនទែនខ្ទង់ billions of dollars ក៏ប៉ុន្តែទំនាក់ទំនងផ្នែកការទូតដូចជាមិនសូវល្អទេតើនេះមិនសូវល្អទេប៉ុន្តែកម្ពុជាយើងជាមួយចិនរុស្ស៊ីជួយជាមិនសូវប្រមាណទេប៉ុន្តែទំនាក់ទំនងការទូតល្អដូច្នេះហើយបានយើងត្រូវឲ្យយល់ឲ្យច្បាស់ពីអ្វីដែលគេហៅថា causation and correlation នៅក្នុងករណីនេះដើម្បីឲ្យការសន្និដ្ឋានរបស់យើងនឹងគឺមានភាពច្បាស់លាស់មានភាពគួរឲ្យទុកចិត្តដែលយើងនិយាយគ្នាពីខាងដើមមិញទី2គឺ causation provides depth to analysis ណាវាផ្ដល់នូវភាពស៊ីជម្រៅទៅលើការវិភាគរបស់យើង instead of merely reporting that two phenomena occur together researchers investigate the underlying mechanisms for example how economic interdependence fosters peace and this that leads to richer insights ចឹងកាលណាយើងវិភាគឲ្យស៊ីជម្រៅពីឫសគល់នៃបញ្ហាអ្វីមួយការដែលយើងវិភាគស៊ីជម្រៅទៅលើឫសគល់នឹងឯងទៅលើ causes of a particular issue គឺយើងធ្វើឲ្យការវិភាគរបស់យើងមានភាពស៊ីជម្រៅដូច្នេះហើយបានជាមានភាពសំខាន់ណាស់នៅក្នុងការសិក្សាស្វែងយល់ពីអ្វីដែលយើងហៅថា causation and correlation អញ្ចឹងsession យើងគឺប៉ុណ្នេះចាំមើលខ្ញុំនឹងបញ្យល់បន្ថែមទៀតនៅក្នុងថ្នាក់នេះគឺជាលើកទី1ដែលយើង record session បែបនេះខ្ញុំជឿថានឹងមានភាពមិនច្បាស់លាស់ជាច្រើននៅក្នុងការបញ្យល់នេះហើយក៏មានកំហុសជាច្រើនដែរអញ្ចឹងសូមអធិស្ឋានបងប្អូនយើងទាំងអស់គ្នាហើយខ្ញុំនឹងបញ្យល់បន្ថែមទៀតនៅខាងក្នុងថ្នាក់អញ្ចឹងសូមតែប៉ុណ្្នេះហើយសូមអរគុណទាំងអស់គ្នា Please have a nice day see you all in class thank you